សួស្តីប្រិយមិត្តថ្ងៃនេះខ្ញុំមាន project មានដូចថាបង្ហាញបងប្អូននៅរបៀបបញ្ចូល propane ដែលមានបញ្ចូលពីបំពង់ធំមកធំតូចនេះធំតូចរបស់ខ្ញុំហើយសម្រាប់ប្រើចង្ក្រានអាំងសាច់តូចគឺរបៀបនេះហើយចាំបង្ហាញបងប្អូនរបៀបបញ្ចូលពីធំមកធំតូចសេវលុយបងប្អូនមុនដំបូងយើងមានadapter នេះបំពង់តរបៀបនេះវែងបើខ្លីក៏បានដែរប៉ុន្តែបើវែងស្រួលងាយស្រួលដូចជាបើខ្ញុំចេះខ្ញុំនឹងបន្តពីបំពង់ធំនេះមួយមករឹតវាឲ្យតឹងណាបងប្អូនហើយយើងបើកចំហក្បាលវានេះហើយយើងបង្វិលផ្កាប់កែពីធំនេះមកធំតូចរបស់ខ្ញុំច្រើនសម្រាប់ប្រើនៅចង្ក្រានហ្គាសអាំងសាច់ខ្នាតតូចសម្រាប់យកទៅ picnic តាមឡាននៃស្រួលថ្ងៃនេះ Mother Day ផងអត់មានសាច់នៅលើចង្ក្រានទេសំទោសគាត់ចង់បង្ហាញបងប្អូននៅរបៀបបញ្ចូលទាំងដបវែងទាំងដបខ្លីហើយតាមដានវីដេអូជាមួយខ្ញុំដូចតទៅហើយជាដំបូងខ្ញុំនឹងបន្តធុងហ្គាសពីធុងធំមូលឲ្យតឹងហើយបន្ធូរក្បាលបញ្ចេញហ្គាសនេះហើយកាប់ផ្ងាវាឡើងកាប់វាចុះឡើងមកហើយយើងនឹងយកក្បាលដែលមានកាច់នេះបន្តភ្ជាប់ជាមួយនឹងកំប៉ុងតូចហើយមួយទៀតកត្តាសំខាន់នេះវាមានរុន2រុនទី1និងរុនទី2ខ្ញុំចូលចិត្តប្រើជម្រើសទី2យើងយកដែកមួយតូចចុចឲ្យវាឲ្យចេញខ្យល់ឲ្យអស់នេះអស់ខ្យល់ឲ្យលីងហើយមើលកំប៉ុងទី1ទៀតយកចុចខ្យល់ឲ្យអស់ឃើញទេបងប្អូនចុចខ្យល់ឲ្យអស់អាហ្នឹងជម្រើសទី2របស់ខ្ញុំចូលចិត្តប្រើអាហ្នឹងជាជាងខ្ញុំទាញអានេះបើខ្ញុំទាញអានេះវាចេញដូចគ្នាប៉ុន្តែវាអត់សូវត្រឡប់ទៅវិញវាអត់សូវចិត្តល្អដល់ពេលទាញឲ្យអស់ខ្យល់លីងហើយខ្ញុំនឹងមួលបញ្ចូលហើយសូមបងប្អូនកុំប្រើជាតិហ្គាសនេះកុំបញ្ចូលនៅក្នុងបន្ទប់គឺប្រើបរិវេណ open បើកចំហឲ្យក្រាស់ហើយយើងនឹងទាញវាបញ្ចូលតិចកុំចូលខ្លាំងមុនដំបូងបន្ធូរអានេះតិចបងប្អូនលឺសូរទេដល់ពេលនេះហើយបានយើងបើកឲ្យអស់ក្នុងមួយកំប៉ុងហ្នឹងប្រើរយៈពេលប្រហែលជា5ដល់10នាទីឯទៅហើយបើយើងបញ្ចូលអញ្ចឹងបើយើងឈប់លែងលឺសូរខ្យល់ហ្គាសនឹងចូលហើយយើងបន្ធូរវ៉ាវនេះបន្តិចបន្ធូរខ្យល់នេះបន្តិចទៅហើយលឺសូរចូលទៀតក្នុងមួយកំប៉ុងនេះទម្ងន់1ផោនបើសិនជាគិតជាគីឡូ8ខាំក្នុងមួយនេះទម្ងន់នេះរួចរាល់ហើយប្រហែលជា8ខាំជិត8ខាំហើយខ្ញុំនឹងបិទវិញហើយដោះវាចេញហើយសូមម្ដងទៀតមិនថាកំប៉ុងវែងក៏បញ្ចូលបាននិងកំប៉ុងខ្លីនេះក៏បញ្ចូលបានដែរហើយនេះងាយស្រួលប្រើដូចថា
ដោះខ្ចៅខ្ចងដែលអត់ចេញហ្នឹងគឺពេញមួយហ្នឹងតម្លៃ20មក$30មួយធុងហើយចំពោះកំប៉ុងតូចវិញក្នុងមួយកំប៉ុង$6នៅខ្ញុំនេះប៉ុន្តែនៅកន្លែងបងប្អូនមិនដឹងជាប្រហែលដុល្លារទេខ្ញុំអត់ដឹងទេហើយបើសិនជាមួយធុងធំនេះបែងចែកមកនឹងកំប៉ុងតូចបានរហូតដល់20កំប៉ុងហើយបងប្អូនធ្វើលំហាត់ទៅសូមបើបងប្អូនអាចធ្វើបានដូចខ្ញុំពិតជាសេវលុយសូមអរគុណដែលបានទស្សនាបាយបាយ